Okay សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នានៅក្នុងវីដេអូថ្មីថ្ងៃនេះនឹងមានប្រយោគមួយចំនួនដើម្បីចែករំលែកដល់បងប្អូនហើយប្រយោគទាំងអស់នេះគឺសំខាន់ណាស់ដែលយើងប្រើប្រាស់នៅកន្លែងការងារជាប្រយោគភាសាអង់គ្លេសសំខាន់ដែលយើងប្រើប្រាស់នៅក្នុងភាសាអង់គ្លេសហើយម្យ៉ាងទៀតក្នុងមេរៀនថ្ងៃនេះគឺពិសេសជាងមុនដោយសារតែជំនួយដល់បងប្អូនអ្នកដែលមិនទាន់ចេះអានគឺយើងមានពណ៌អក្សរពណ៌ក្រហមនៅខាងក្រោមនេះដែលបងប្អូនអាចមើលបានគឺជារបៀបនៃការអានជាភាសាខ្មែរណាអូខេអញ្ចឹងទី1តើអ្នកទទួលបានអ៊ីមែលខ្ញុំទេយើងនិយាយថាយើងសួរថា Did you get my email Did you get my email Did you get my email តើអ្នកបានទទួលអ៊ីមែលខ្ញុំទេអូខេមួយទៀតយើងឆ្លើយបានខ្ញុំបានឬក៏ចាស់ខ្ញុំបានទទួលវា Yes I got it Yes I got it Yes I got it អូខេបន្ទាប់មួយទៀតយើងនិយាយថាតើយើងអាចជជែកគ្នាបន្តិចបានទេ Can we talk for a minute Can we talk for a minute Can we talk for a minute អូខេតើយើងអាចជជែកគ្នាបន្តិចបានទេបានឬក៏ចាស់បានតើ Yes we can Yes we can Yes we can មួយទៀតឲ្យខ្ញុំពិនិត្យនិងបញ្ជាក់បន្ថែម Let me check and confirm Let me check and confirm Let me check and confirm បន្តទៀតសូមទោសសម្រាប់ការពន្យាពេល Sorry for the delay Sorry for the delay Sorry for the delay អូខេបងប្អូនអាចនិយាយចឹងទៅ Sorry for គឺសូមទោសសម្រាប់រឿងអីមួយអូខេ Sorry for បន្តទៀតខ្ញុំនឹងថែរក្សាវា I will take care of it I will take care of it I will take care of it អូខេមួយទៀតសូមរក្សាទំនាក់ទំនងល្អ Let's keep in touch Let's keep in touch Let's keep in touch អូខេមួយទៀតយើងនិយាយថាតោះយើងនិយាយតោះយើងភាគច្រើនយើងនិយាយថា Let's តោះធ្វើអីមួយ Let's go តោះទៅ Let's eat តោះញ៉ាំឃើញទេ Let's start តោះចាប់ផ្ដើមមកនិយាយថាតោះចាប់ផ្ដើមប្រជុំ Let's start the meeting Let's start the meeting Let's start the meeting alright មួយទៀតតើអ្នកទាំងអស់គ្នាឮខ្ញុំច្បាស់ទេ Can you hear me clearly Can you hear me clearly Can you hear me clearly តើអ្នកទាំងអស់គ្នាឮខ្ញុំច្បាស់ទេអូខេមួយទៀតតើអ្នកគិតយ៉ាងណាដែរ What do you think What do you think What do you think តើអ្នកគិតយ៉ាងណាដែរពេលយើងសួរយោបល់សួរអីគេចឹងណាមួយទៀតនេះជាចំណុចល្អ Sorry នោះជាចំណុចល្អ That's a good idea That's a good idea good idea ណាគំនិតល្អឬក៏ចំណុចល្អណា That's a good idea មួយទៀតខ្ញុំយល់ព្រមនឹងអ្នកយល់ព្រមគឺយើងនិយាយពាក្យថា agree with យល់ព្រមនឹងនរណាម្នាក់ agree with I agree with you I agree with you I agree with you ចឹងមកអូខេមួយទៀតគឺខ្ញុំមិនយល់ព្រមនឹងអ្នកទេយើងបដិសេធម្ដងអូខេខ្ញុំមិនយល់ព្រមនឹងអ្នកទេយើងនិយាយថា I disagree with you I disagree with you ខ្ញុំមិនយល់ព្រមនឹងអ្នកទេ I disagree with you មួយ agree with យល់ព្រមនឹងដល់ពេលបដិសេធមិនយល់ព្រមនឹងគឺ disagree with ម្ដងមួយទៀតយើងត្រូវកំណត់ថ្ងៃ We need to set a deadline
we need to set a deadline we need to set a deadline ត្រូវតែកំណត់ថ្ងៃកំណត់ពេលវេលានៃការធ្វើអីមួយឧទាហរណ៍ដូចការងារយើងអញ្ចឹងត្រូវប្រជុំថ្ងៃណាយើងត្រូវ set a deadline ត្រូវកំណត់ថ្ងៃឲ្យបានច្បាស់លាស់យើងដាក់ការងារឬក៏ធ្វើការងារយើងប្រមូលអូខេយើងដាក់យើងប្រមូលវិញនៅថ្ងៃណាអញ្ចឹង set a deadline កំណត់ថ្ងៃឲ្យបានច្បាស់លាស់គេមួយទៀតខ្ញុំសង្ឃឹមថា email នេះជួយអ្នកបាន I hope this email finds you well I hope this email finds you well I hope this email finds you well ខ្ញុំសង្ឃឹមថា email នេះគឺជាអ្វីដែលអ្នកចង់បានហើយអញ្ចឹងទៅណាសាមញ្ញសុទ្ធតែ clear នឹងប្រយោគពាក់ព័ន្ធជាមួយនឹងការងារការប្រើប្រាស់នៅក្នុងការងាររបស់យើងអរគុណសម្រាប់ការឆ្លើយតបដ៏លឿនរហ័សអូខេដ៏លឿនដ៏រហ័ស Thanks for your quick response Thanks for your quick response Thanks for your quick response អូខេបន្តទៀតខ្ញុំនឹងផ្ញើឯកសារលម្អិតទៅអ្នក I will send you the details the detail គឺព័ត៌មានលម្អិតឯកសារលម្អិតណា I will send you the details I will send you the details មួយទៀតតើអ្នកអាចគ្រប់គ្រងការងារនេះបានទេ Can you តើអ្នកអាច Can you handle this task Can you handle this task Can you handle this task ហើយតើអ្នកអាចគ្រប់គ្រងឬក៏មើលការត្រូវការងារនឹងបានអត់មួយទៀតខ្ញុំនឹងបញ្ចប់ត្រឹមល្ងាចនេះ I will finish by this evening will នឹងអូខេ I will ខ្ញុំនឹង I will finish by this evening ខ្ញុំនឹងបញ្ចប់ត្រឹមល្ងាចហ្នឹង I will finish by this evening ចាំមកអូខេ Alright មួយទៀតតោះសម្រាប់បន្តិចសិនតោះទីចាំបាននិយាយនៅក្នុង slide មុនគឺ let's តោះធ្វើអីមួយ let's នេះខ្យល់ S ណា Let's take a short break Let's take a short break Let's take a short break ចឹងពេលដែលបងប្អូនទាំងអស់គ្នាសិក្សាយើងអានមួយច្បាស់អូខេហើយ clear នឹងប្រយោគនេះច្រើនគ្រូអាន 3 ដងបងប្អូនអាចថាតាមបានហើយបើមិនច្បាស់ឬក៏មានសំណួរផ្សេងបន្ថែមបងប្អូនអាច drop ក្នុង comment បានណាទម្លាក់ជា comment ទៅនៅក្នុង TikTok Facebook ឬក៏ YouTube channel ក៏បានដែរដូចគ្នា Alright យើងបន្តទៅមុខទៀតធ្វើបានល្អណាស់ទាំងអស់គ្នា Good job everyone Good job everyone Good job ប្រែថាធ្វើបានល្អណាស់ everyone អ្នកទាំងអស់គ្នា Okay thank you so much everyone for your watching អរគុណទាំងអស់គ្នាសម្រាប់ការតាមដានមើលវីដេអូនេះពីដើមដល់ចប់យើងនឹងជួបគ្នានៅក្នុងវីដេអូថ្មីៗបន្តបន្ទាប់ហើយលោកគ្រូនឹងមាន clear នឹងមានប្រយោគចែកចម្លែកសម្រាប់ការប្រើប្រាស់ចាំបាច់ល្អៗទាំងអស់ជូនទាំងអស់គ្នាទៀតអញ្ចឹងវីដេអូយើងថ្ងៃនេះមានតែប៉ុណ្្នឹងជម្រាបលាទាំងអស់គ្នា